នាងគឺជាស្រីស្អាតបំផុតប្រចាំស្រុកប៉ុន្តែត្រូវបានលោកស្រីអ្នកមានម្នាក់ដែលជិះឡានឆ្លងកាត់សម្លឹងមើលហើយបានចុះពីឡានអញ្ជើញនាងទៅញ៉ាំកាហ្វេជាមួយគ្នាដោយឃើញថាលោកស្រីមានទ្រព្យសម្បត្តិស្តុកស្ដម្ភបែបនេះក្នុងនាមជារាជសាមញ្ញនាងមិនហ៊ានបដិសេធឡើយដោយឃើញរូបសម្រស់ដ៏ទន់ភ្លន់ស្អាតបាតរបស់នាងគុំប្រសាស្រីបំផុតលុះថ្ងៃស្អែកឡើងលោកស្រីក៏បានរបស់ដើម្បីបានស្វាគមន៍ទាំងអ្នកម្ដាយបានធ្វើភ្នែកដាក់កូនស្រីពើសៀមមីក៏ប្រញាប់យកស្បែកជើងក្នុងផ្ទះមកជូនលោកស្រីអ្នកមានបានស្បែកជើងកែងចោលរំលងស្បែកជើងជន់ចូលផ្ទះតែម្ដងគ្រួសាររបស់នាងត្រូវបានលោកស្រីមើលងាយបែបនេះប៉ុន្តែពួកគេនៅតែស្ងៀមស្ងាត់និងឈរមើលព្រំដ៏មានតម្លៃបំផុតនៅក្នុងផ្ទះត្រូវគេជន់ឈ្លីក្រោមស្បែកជើងកែងកិត្តិយសរបស់ពួកគេត្រូវគេជន់ឈ្លីដល់ដីភ្លាមលោកស្រីបានដោះអាវក្រៅហុចឲ្យម្ដាយក្មេកដោយមិនក្រែងចិត្តដូចជាចាត់ទុកគាត់ជាអ្នកបម្រើចឹងប៉ុន្តែដើម្បីឲ្យកូនស្រីបានរៀបការចូលផ្ទះអ្នកមានគាត់ក៏ត្រូវតែក្រំបន្ទាប់មកដើម្បីបានស្លៀករ៉ូបការតូចដែលចេញមកយ៉ាងសមរម្យកូនស្រីច្បងដ៏ស្រស់ស្អាតគឺជាមោទនភាពរបស់ឪពុកម្ដាយលោកស្រីបានសម្លឹងមើលដើម្បីដ៏ទន់ភ្លន់ហើយបង្ហាញការពេញចិត្តយ៉ាងខ្លាំងបន្ទាប់ពីចាស់ទុំទាំងសងខាងបានជាពីនេះក៏ត្រូវកំណត់ជាផ្លូវការថ្ងៃបន្ទាប់ក្រោមការរៀបចំរបស់ម្ដាយនាងបានទៅជួបការណាត់ជួបលើកដំបូងពិតជាមានអារម្មណ៍ភ័យបន្តិចដោយមានប្អូនស្រីទៅជាមួយទៅដល់កន្លែងណាត់ជួបដើម្បីបានប្រមូលប្រជុំកម្លាំងចិត្តដើរទៅរកអ្នកប្រុសអ្នកមានពេលលីវហ្វិនងាកមកឃើញថានារីម្នាក់នេះពិតជាស្អាតមែនដោយសារជាលើកដំបូងដែលជួបគូដណ្ដឹងដើម្បីនៅអៀនព្រៀនបន្តិចលីវហ្វិនបានក្រោកឈរស្វាគមន៍យ៉ាងសមរម្យរួចគេក៏និយាយពាក្យពិតចេញពីចិត្តថាបើសិនជាមិនមែនមកពីម្ដាយបង្ខំទេគេមិនមកឡើយប៉ុន្តែដើម្បីដ៏បរិសុទ្ធមិនបានយល់ន័យរបស់គេនោះទេម្នាក់ចង់ការតែម្នាក់ទៀតមិនចង់រៀបការឡើយដូច្នេះការណាត់ជួបដ៏ខ្លីរបស់ពួកគេក៏បានបញ្ចប់យ៉ាងលឿនថ្ងៃបន្ទាប់លោកស្រីអ្នកមានបាននាំមនុស្សយករដូវកាលជំនុំទាំងអស់មកជូនរបស់ដែលដាមេត្រូវតែរកការក៏ទិញរួចរាល់ដែរលោកស្រីសរសើរដាមេថាកូនប្រសាររបស់ខ្ញុំក៏ដូចជាកូនស្រីខ្ញុំដែរស្អាតបែបនេះគួរតែស្រឡាញ់ថ្នមមិនអញ្ចឹងដាមេដែលកំពុងសប្បាយចិត្តមិនបានដឹងសោះថាសុបិនអាក្រក់របស់នាងខាងទៀតពេលកូនប្រុសកំពុងស្និទ្ធស្នាលជាមួយមិត្តស្រីលោកស្រីអ្នកមានក៏ប្រញាប់មកដល់ហើយប្រាប់ស្រីសក់រួញថាកូនប្រុសរបស់គាត់បានភ្ជាប់ពាក្យរួចហើយឲ្យនាងចេះដឹងខ្លួនចាក់ចេញទៅមើលទៅស្រីសក់រួញហាក់ដូចជាមនុស្សមិនងាយឲ្យគេធ្វើបាបឡើយប៉ុន្តែប្រកាសណាស់នាងគ្មានគិតយូរតតែសោះបើមិនចឹងទេនាងមិនចុះពីក្រែប្តីដើមមកឡើងក្រែកូនប្រុសទេអ្នកម៉ែបើម៉ែមានមនោសញ្ចិត្តនាជាម្ដាយបន្តិចម៉ែមិនបង្ខំឲ្យកូនប្រុសគេមិនចង់បានទេសង្គ្រាមរវាងស្រីពីរនាក់បានចាប់ផ្ដើមជាផ្លូវការហើយគេបះបោរហើយនៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍កូនក្រមុំដើរចូលមកក្នុងចំណោមសម្លេងហូលេកញ្ជ្រៀវផ្ទៃមុខរបស់ដាមីពោពេញដោយភ័ព្វសំណាងនិងក្តីសុខពេលពួកគេអង្គុយចុះលោកពុកអញ្ជើញសាក់សីអាពាហ៍ពិពាហ៍លោកស្រីអ្នកមានភ័យស្លន់ស្លោសម្លឹងមើលកូនប្រុសរួចក៏ងាកមើលទៅស្លាប់ហើយមិត្តស្រីកូនប្រុសមកដល់ហើយនាងដើរចូលមកយ៉ាងអង្អាចដោយមិនខ្វល់ពីអ្នកណាម្នាក់លោកស្រីអ្នកមានអារម្មណ៍ភ័យខ្លាចភ្លាមលោកស្រីអ្នកមានអារម្មណ៍ភ័យដើម្បីមិនបានដឹងអ្វីបន្តិចសោះនៅពេលសំខាន់បែបនេះនាងមកធ្វើជាសាក់សីមិនមែនមកបំផ្លាញកម្មវិធីទេពេលលោកពុកសួរដាមីថាតើនាងទទួលយកស្វាមីនាងហើយឬនៅចាស់យល់ពងបន្ទាប់មកពេលសួរទៅកូនប្រុសលោកស្រីអ្នកមានភ័យញ័ររន្ធត់គេមើលទៅមិត្តស្រីហើយពេលមិត្តស្រីងក់ក្បាលលោកស្រីទើបតែដកដង្ហើមធំបានបន្តិចនៅពេលលោកពុកសួរសាក់សីថាតើព្រមធ្វើជាសាក់សីដែរឬទេលោកស្រីនៅតែភ័យអន្ទះសារយ៉ាងខ្លាំងសំណាងល្អមិនមានរឿងអ្វីកើតឡើងនៅក្នុងសម្លេងហូលេអ្នកទាំងពីរបានចុះហត្ថលេខាខ្លាយជាប្តីប្រពន្ធមិត្តស្រីដែលចេញទៅយ៉ាងត្រជាក់ស្រជុំពេលទៅដល់ទ្វារនាងបានងាកមកមើលលីវហ្វិនហើយធ្វើភ្នែកដាក់គេតើមិនមែនហៅគេឲ្យទៅតាមទេកូនប្រុសក៏ក្រោកឈរដើរទៅរួចលោកស្រីក៏ចាប់ដៃកូនប្រុសជាប់ហើយសួរថាស្រីមុខក្រាស់ម្នាក់នេះមកធ្វើអ្វីនៅទីនេះកូនប្រុសនិយាយថាអ្វីដែលម៉ែរៀបចំខ្ញុំបានធ្វើតាមឲ្យសូមមកជប់មកបញ្ជីជីវិតខ្ញុំទៀតទៅលោកស្រីក៏ធ្វើភ្នែកដាក់មិត្តស្រីក៏ត្រូវគេចាប់ខ្លួនជាប់កូនប្រុសភ័យខ្លាចលោកស្រីបានយកមិត្តស្រីមកគំរាមថាបើឯងមិនព្រមត្រឡប់ទៅចិត្តប្រពន្ធឯងលែងបានជួបស្រីម្នាក់នេះរហូតកូនប្រុសគ្មានជំរឿក៏ធ្វើសញ្ញាឲ្យមិត្តស្រីក៏ក្តៅចិត្តបន្ទាប់មកតាមទំនៀមទម្លាប់ឪពុកនិងកូនស្រីបានរំមួយបទជូនភ្ញៀវនេះជាពេលដ៏សំខាន់បំផុតនៅក្នុងជីវិតរបស់កូនស្រីដល់យប់ជ្រៅស្ងាត់ដាមីនៅតែអង្គុយស្ងៀមលើគ្រែរងចាំលីហ្វិនពេលលីហ្វិនត្រឡប់មកវិញគេសួរនាងថាហេតុអ្វីបានជានៅតែពាក់រោគការមិនទាន់គេងទៀតបន្ទាប់មកលីហ្វិនបានប្រាប់នាងឲ្យស្ដាប់ឲ្យច្បាស់ថាទោះបីជាយើងរៀបការហើយប៉ុន្តែមិនមែនទេរបស់របរនៅទីនេះនាងអាចប្រើប្រាស់តាមចិត្តប៉ុន្តែនាងមិនមែនជាប្រពន្ធខ្ញុំទេហើយខ្ញុំក៏មិនរស់នៅទីនេះដែរកុំសង្ឃឹមលើខ្ញុំអីយើងគ្រាន់តែសម្ដែងល្ខោនឲ្យគេមើលប៉ុណ្ណោះដាំឡើយគិតថារៀបការចូលដើម្បីត្រូវរងគ្រោះដោយសារភាពដាច់ចិត្តភ្លាមប៉ុន្តែដើម្បីត្រូវរងគ្រោះដោយសារភាពដាច់ចិត្តលើរបស់គេបន្ទាប់មកលីហ្វិនមេតារួចដែលចេញទៅដោយមិនងាកក្រោយឡើយកូនក្រមុំអៀនព្រាកូនកំលុះជួយដោះរោគការប៉ុន្តែមិននឹកស្មានថាកូនកំលុះប្រាប់នាងឲ្យស្ដាប់ឲ្យច្បាស់ថាខ្ញុំមិនមែនជាប្តីនាងទេហើយនាងក៏មិនមែនជាប្រពន្ធខ្ញុំដែរយើងគ្រាន់តែសម្ដែងល្ខោនឲ្យគេមើលប៉ុណ្ណោះដាំឡើយគិតថារៀបការចូលផ្ទះអ្នកមាននឹងមានរងគ្រោះដោយសារភាពដាច់ចិត្តភ្លាមរងគ្រោះដោយសារភាពដាច់ចិត្តភ្លាមរបស់គេបន្ទាប់មកលីវហ្វិនក៏កាន់វ៉ាលីជន់លើរោគការពណ៌ស្អាតដោយគ្មានក្តីមេត្តារួចគេដើរចេញទៅដោយមិនងាកក្រោយគ្មានអ្វីឈឺចាប់ជាងការរៀបការហើយត្រូវនៅផ្ទះម្នាក់ឯងនោះទេនៅពេលអាហារពេលព្រឹកប្អូនស្រីបានសម្លឹងមើលកន្លែងបងស្រីដោយសង្ឃឹមថាបងស្រីដែលរៀបការចូលគ្រួសារអ្នកមានសុភមង្គលប៉ុន្តែគ្មាននរណាដឹងទេថាបងស្រីដែលនៅម្នាក់ឯងគួរឲ្យអាណិតប៉ុណ្ណានាងចង់ទូរស័ព្ទទៅផ្ទះប៉ុន្តែភ័យខ្លាចពួកគេព្រួយបារម្ភទើបសម្រេចចិត្តមិនខកវិញពូឃ្លាននាងបើកទូទឹកកកតែទេស្អាតបើកថតទៅមកក៏គ្មានអ្វីដែរគ្មានជំរឿនាងមានតែផឹកទឹកម៉ាស៊ីនទប់កំហឹងក្រពះធ្វើបែបនេះរយៈពេល3ថ្ងៃពេញរាល់ពេលភ្ញាក់ឡើងមើលរូបថតគ្រួសារនាងនឹកពួកគេខ្លាំងណាស់ទាំងអស់សង្ឃឹមនិងអស់តម្រេះនៅក្នុងភូមិគ្រឹះដ៏ធំនេះគ្មានឃើញសម្បីតែស្រមោលមនុស្សម្នាក់ឡើយរៀងរាល់យប់នាងយំស្រក់ទឹកភ្នែករហូតស្រាប់តែថ្ងៃនោះនាងឮសំឡេងបើកទ្វារដៃក្មេកបានដើរចូលមកដោយកំហឹងយ៉ាងខ្លាំងប្តីឯងនៅណាតើមានរឿងអីលោកស្រីរូឆាន់ហេតុអ្វីបានជាខឹងយ៉ាងនេះសួរឯងឆ្លើយមកប្តីឯងនៅណាប្តីឯងមែនទេត្រូវហើយប្តីឯងសុំម៉ែនៅណាគេចេញទៅតាំងពីយប់មិនទាន់ត្រឡប់មកវិញទៀតហេតុអ្វីគេមិននៅផ្ទះហេតុអ្វីសុំម៉ែមិននៅផ្ទះហេតុអ្វីគេមិននៅផ្ទះ
តាមមកពីអ្វីអញអសមត្ថភាពដល់ថ្នាក់មិនអាចក្រសោបបេះដូងប្តីបានផងឬអញជាដុំឈើយ៉ាងណាហើអញល្ងងដល់ថ្នាក់ធ្វើឲ្យគេមិនចង់នៅទីនេះសំបីតែមួយថ្ងៃផងឬអញកើតអីហ្នឹងហើរួចម្ដាយក្មេកបានចាប់សក់នាងហើយអូសនាងទៅមុខជាច្រើនម៉ែត្រនាងបានអង្រំដៃក្មេកឲ្យលើកលែងទោសឲ្យនាងមិនស្មានសោះថាម្ដាយក្មេកមុនរៀបការនឹងពេលនេះគឺខុសគ្នាដូចមេឃនឹងដីដោយសារតែភ័យខ្លាចនាងបានថយក្រោយជារឿយៗដើម្បីឈួតនោះបានយកថតរូបគ្រួសារមកជេរប្រមាថនាងបន្ថែមទៀតនាងបានអង្វរសុំរូបថតនោះវិញក្នុងពេលដណ្ដើមរូបថតម្ដាយក្មេកបានច្រាននាងដួលទៅបុកទូកញ្ចក់បុករួមនឹងការមិនបានហូបបាយជាច្រើនថ្ងៃនឹងត្រូវបានគេធ្វើបាបយ៉ាងព្រៃផ្សៃចុងក្រោយនាងបានសន្លប់នៅលើឥដ្ឋមិនអាចកម្រើកបានឡើយប៉ុន្តែម្ដាយក្មេកគ្មានចិត្តសង្វេគបន្តិចបានដើរកាត់មុខនាងដោយពាក់ស្បែកជើងកាត់ស្ទីមចេញទៅនាងបានប្រឹងលើកដៃដែលមានពាក់ចិញ្ចៀនពេជ្រដ៏ធំដើម្បីវាមយករូបថតដែលបែកបាក់តែគ្មានកម្លាំងក៏សន្លប់បាត់ទៅទៀតពេលនោះលីវហ្វិនបានត្រឡប់មកវិញហើយឃើញនាងដួលសន្លប់លើដីហើយផ្ទះសម្បែងវឹកវរអស់គេក៏ប្រញាប់បីនាងឡើងហើយថាមានរឿងអីកើតឡើងដោយឃើញស្នាមរបួសពេញខ្លួននាងគេដឹងថាប្រកាសជាស្នាដៃម្ដាយរបស់គេហើយនាងបានមកក្បាលទាំងយំសោកនៅពេលលីវហ្វិនបីនាងរៀបនឹងជូនទៅមន្ទីរពេទ្យនាងបែរជាមិនចង់ទៅវិញនាងមិនចង់ឲ្យនរណាម្នាក់ឃើញស្ថានភាពដ៏កំសត់របស់នាងឡើយហើយរឹតតែមិនចង់ឲ្យគ្រួសារនាងដឹងទៀតប៉ុន្តែយ៉ាងនេះនាងគ្មានជំរឿនឡើយចំណែកឯប្អូនស្រីនៅខាងមួយទៀតបានសន្លប់ពេលប្រឡងហើយត្រូវបញ្ជូនមកមន្ទីរពេទ្យដែលភ្លាមនោះលីវហ្វិនក៏បានជូននាងមកដល់ឪពុកនិងប្អូនស្រីបានសម្លឹងមកខាងនេះទើបតែរៀបនឹងរុញនាងទៅជិតឪពុកស្រាប់តែគ្រូពេទ្យបន្ទប់សង្គ្រោះបន្ទាន់ប្រាប់ថាលោកស្រីអ្នកមានបានខលមកបញ្ជាឲ្យយកអ្នកលងគ្នាយ៉ាងសោកស្ដាយពេលនោះលោកស្រីអ្នកមានបានដើរចូលមកហើយត្រូវឪពុកមើលឃើញចៃដន្យនៅពេលលីវហ្វិនឃើញម្ដាយរបស់គេភ្លាមគេបានខឹងសម្បាហើយសួរថាហេតុអ្វីបានជីវីនាងដល់ថ្នាក់នេះម្ដាយក៏ប្រាប់ឲ្យគេបិទមាត់បន្ទាប់មកបានដើរចូលមកហើយលោកស្រីអ្នកមានក៏សុំផ្ទេរទៅមន្ទីរពេទ្យឯកជនគ្រូពេទ្យនិយាយថាមិនអាចទេនេះជាអំពើហិង្សាក្នុងគ្រួសារត្រូវតែមានប៉ូលីសមកដោះស្រាយហើយក៏អាស្រ័យលើអ្នកជំងឺដែរលោកស្រីស្លន់ស្លោភ្លាមចំណែកលីវហ្វិនមើលទៅស្រីម្នាក់ដែលគេមិនស្និទ្ធស្នាលហើយមិនដឹងថាត្រូវនិយាយអ្វីឡើយគេក៏បានសុំទោសជំនួសអំពើរបស់ម្ដាយគេថាបើមានតម្រូវការអ្វីអាចប្រាប់បានបន្ទាប់ពីគិតគូរយ៉ាងល្អិតល្អន់ពេលនេះចង់លែងលះបំផុតលីវហ្វិនទៅហើយក៏សម្លឹងមើលនាងទាំងមិនគួរឲ្យជឿដោយសារគេមិនអាចសម្រេចចិត្តបានគេក៏សុំនិយាយតែប្រកែកថាត្រូវតែលែងលះពេលនោះគ្រូពេទ្យបានដើរចូលមកហើយបានរំលឹងលីវហ្វិនម្ដងទៀតថាភរិយារបស់លោកត្រូវគេវិដំហើយប្រាប់ឲ្យនាងធ្វើការសម្រេចចិត្តឥឡូវនេះនៅមិនទាន់ហួសពេលទេអាចនិយាយជាមួយប៉ូលីសបាននាងបានសម្លឹងមើលបរិះនៅចំពោះមុខដោយកំហឹងដោយសារចិត្តទន់នាងបែរជាប្រាប់ថាខ្លួនឯងដួលដោយខ្លួនឯងទៅវិញគ្រូពេទ្យសួរបញ្ជាក់ម្ដងហើយម្ដងគេថាភ័យខ្លាចអ្វីមែនទេប៉ុន្តែនាងនៅតែអាងថាមកពីនាងចំពុកជើងពេកចុះពីលើគ្រូពេទ្យក៏មានតែបណ្ដោយតាមនឹងពេលនោះឪពុកស្រាប់តែនឹកឃើញថាទើបតែបានឃើញនៅឡងមកមន្ទីរពេទ្យម្ដាយភ័យស្លន់ស្លោភ្លាមៗតើអាចថាមានរឿងអីកើតឡើងលើនាងទេអាសូរឲ្យរៀបការចូលគ្រួសារអ្នកមានមិនទាន់បានស្រួលម្ដាយក្មេកពីរហូតដល់ចូលមន្ទីរពេទ្យឃើញប្តីរត់ចោលផ្ទះនាងគ្រាន់តែចង់លែងលះតាមរបៀបរបស់នាងត្រឡប់ទៅផ្ទះបង្កើតវិញដោយគ្មានការអាម៉ាស់ឡើយពេលនោះឪពុកស្រាប់តែនឹកឃើញថាទើបតែបានឃើញនៅឡងមកមន្ទីរពេទ្យម្ដាយភ័យស្លន់ស្លោភ្លាមៗក្រែងលោមានរឿងអីកើតឡើងលើនាងមែនទេបងមានបញ្ហាកាំងគីឡូមែនញ៉ាំក៏ធាត់មិនញ៉ាំក៏ធាត់លេបទឹកមាត់ក៏ធាត់និយាយពីថាហាត់ប្រានផងតមហាផងនៅតែធាត់មកជប់យករៀងស្អាតជាមួយនឹង Jessica Body Shape ត្រឹមតែមួយកំប៉ុងដំបងធូរចង្កេះខោបដូរសាយតែម្ដងចង់ស្រក់ប៉ុណ្ណាដែរចង់បានរៀងស្លីមប៉ុណ្ណាដែរចង់បានចង្កេះប៉ុណ្ណាដែរចង់បានសាយ S ឬក៏សាយ XS ក៏បានដែរជាមួយនឹង Jessica Body Shape រៀងស្លីមស្អាតដៃជើងស្រឡូនដុតជើងខ្លាំងមួយតួខ្លួនតែម្ដងស្រក់លឿនស្លើតែម្ដងជាមួយនឹងស្ដេចវីតាមីនសម្រាប់ទម្ងន់ Jessica ដែលជាប្រភេទរូបមន្តស្តង់ដារចេញមកពីប្រទេសបារាំងផ្សំឡើងពីគ្រាប់ធញ្ញជាតិសុទ្ធ 100% បូករួមជាមួយនឹង ingredient ល្អៗដែលសម្រួលដល់ការស្រក់គីឡូបានលឿនជាពិសេសសម្រួលទាំងបញ្ហាសុខភាពថែមទៀតស្រក់គីឡូលឿនរហ័សតាមរយៈការដុតបំផ្លាញជាតិខ្លាញ់ដែលកកស្ទះនៅតាមរាងកាយហើយបញ្ចេញចោលតាមរយៈទឹកនោមនិងការបែកញើសធ្វើឲ្យការសម្រក់ទម្ងន់បានលឿនបែកញើសស្រួលខ្លួនដូចអ្នកហាត់ប្រាណជាពិសេសមិនត្រឹមតែមិនប៉ះពាល់ដល់សុខភាពទេថែមទាំងសម្រួលដល់បញ្ហាកាពះពោះវៀនជួយទៅកាត់បន្ថយនៅចំណាំងអាហារផ្អែមអាហារខ្លាញ់ដែលបណ្ដាលឲ្យងាយក្នុងការធាត់និងកើតមានជំងឺដាច់វីតាមីនដែលស្រក់គីឡូលឿនឆាប់រហ័សក្នុងរយៈពេលខ្លីមិនប៉ះពាល់ដល់សុខភាពសុវត្ថិភាពខ្ពស់ជាពិសេសមិនមានការធ្វើទុកឈឺក្បាលធីងធងរាគួរចង្អើរស្រួលញ៉ាំមែនតើមិនថាប្រុសមិនថាស្រីញ៉ាំបានដូចគ្នាចង់ស្រក់ប៉ុន្មានគីឡូក៏បានដែរឲ្យតែដាក់គោលដៅមកបងអូនចង់ស្រក់ប៉ុន្មានគីឡូ3ទៅ8គីឡូ18គីឡូឬក៏ច្រើនជាងនេះក៏បានដែរអូពិសេសមែនតើមិនត្រឹមតែជួយឲ្យស្រក់គីឡូលឿនទេណាថែមទាំងជួយបងអូនញ៉ាំតិចក៏ប៉ុន្តែឆ្អែតបានយូរម៉ោងទៀតផង Jessica មួយផ្លែក្រោយមកពួកគេក៏បានជួបដន្លងដែលចេញមកម្ដាយក៏សួរថានាងមានការអីដែរដន្លងបែរជានិយាយថាពួកគេសុខសប្បាយជាទេហើយកំពុងដើរលេងក្រេបទឹកឃ្មុំនៅខាងក្រៅទៅបំដាយធូរទ្រូងថាហេតុអ្វីបានជាខំមិនចូលក៏សួរដន្លងថាហេតុអ្វីបានជាមកមន្ទីរពេទ្យដន្លងក៏พูดទៀតថាមកសួរសុខទុក្ខមិត្តដោយនិយាយតែប៉ុន្មានម៉ាត់គាត់ក៏ដោះសាររួចខ្លួនពេលនោះមិត្តស្រីរបស់កូនប្រុសបានមកដល់លោកស្រីអ្នកមានក៏ប្រញាប់ខាត់ហើយនាំនាងទៅក្រៅលោកស្រីអ្នកមានបានមើលងាយស្រីសក់មាសនោះថាកូនប្រុសខ្ញុំនៅទីនេះមើលថែប្រពន្ធគេតែឯងរត់មកធ្វើអីនៅទីនេះប៉ុន្តែស្រីសក់មាសមិនខ្វល់ឡើយលោកស្រីអ្នកមានថែមទាំងចិត្តណាធ្វើឲ្យស្រីសក់មានអាចពីប្រពន្ធបានសំបីតែមួយវិនាទីមិនស្មានថាស្រីសក់ឡើយលោកស្រីអ្នកមានក៏ប្រញាប់បដូរពាក្យថាកូនប្រុសមិននៅទីនេះទេគឺបានទៅផ្ទះបាត់ហើយស្រីសក់មាសក៏ប្រមានលោកស្រីអ្នកមានថាកុំអល់អលឿនមិនយូរទេអ្នកនឹងដឹងថាខ្ញុំមិនមែនងាយស្រួលដូចអ្នកគិតឡើយនិយាយរួចនាងក៏ដើរចេញទៅយ៉ាងរំភើយចាក់ចេញទៅយ៉ាងរហ័សទុកឲ្យអ្នកស្រីធំឈោធាងនៅពេលដែលយូរដល់ស្រីនៅដើររត់ពីពេទ្យស្រាប់តែប្រទះភ្នែកជាមួយសង្សាររបស់ប្អូនស្រីដើម្បីភ័យស្លន់ស្លោក៏ប្រញាប់បាំងមុខដែលមានរបួសប្រុសម្នាក់នោះសួរថានាងកើតអីដើម្បីប្រាប់ថាខ្លួនរអិលដួលធ្លាក់ពីលើជណ្ដើរហើយសុំឲ្យគេកុំប្រាប់អ្នកផ្ទះត្បិតនាងមិនចង់ឲ្យអ្នកផ្ទះព្រួយបារម្ភពីខ្លួនឡើយប៉ុន្តែប្រុសម្នាក់នោះបែរជាប្រាប់ថាក៏កំពុងនៅមន្ទីរពេទ្យដែរដើម្បីភ័យស្លន់ស្លោភ្លាមៗបានអ្នកផ្ទះឃើញនាងក្នុងស្ថានភាពបែបនេះប្រកាសជារឹតតែបារម្ភខ្លាំងមិនខានប្រុសម្នាក់នោះឆ្ងល់យ៉ាងខ្លាំងដើម្បីក៏ប្រាប់ថាចាំអ្នកផ្ទះប្រុសម្នាក់នោះគ្មានជំរឿខយកព្រមត្រឡប់មកបន្ទប់វិញដើម្បីសម្រេចចិត្តថានឹងរត់ចេញប៉ុន្តែលុះបើកបង្អួចបែរជាគេចាក់សង្កេតដើម្បីកុំឲ្យអ្នកផ្ទះឃើញនាងមានតែយកកន្សែងមករំក្បាលហើយលួចរត់ចេញទៅតែរត់មកដល់ច្រកដើរក៏ស្រាប់តែឃើញម៉ាក់និងប្អូនស្រីធ្វើឲ្យទឹកភ្នែកនាងស្រក់ចុះមកយ៉ាងក្តុកក្តួលជាពុនពេកនៅពេលដែលម៉ាក់រៀបនឹងងាកមកដើម្បីក៏ប្រញាប់ពូនភ្លាមព្រោះភ័យខ្លាចម៉ាក់ប្រទះឃើញខ្លួនខ្លាំងណាស់ដោយគ្មានជំរឿនាងបានត្រឹមតែពូនលួចយកម្នាក់ឯងរួចក៏លួចដើរកាត់ពីក្រោយក្នុងប៉ាខណៈនោះលីវហ្វឹងបានត្រឡប់មកបន្ទប់អ្នកជំងឺវិញក៏ឃើញថាប្រពន្ធបាត់ខ្លួនពេលអ្នកស្រីធំមកដល់ក៏បង្ខំឲ្យគេប្រញាប់តាមរកដាមីបើត្រូវប៉ាម៉ាក់នាងឃើញគឺវោហើយប៉ុន្តែលីវហ្វឹងបែរជានិយាយថាអ្នកម៉ាក់ចេះខ្លាចដែរតាបន្ទាប់មកលីវហ្វឹងក៏រកឃើញដាមីហើយសួរថាតើនាងឈ្មោះមែនទេ
ស្ថានភាពបែបនេះមិនទាន់អាចចេញពីពេទ្យបានទេដើម្បីបានត្រឹមអង្គរលីវឹងថាគ្រូសានាងនៅបន្ទប់ពេទ្យបានទេនាងមិនចង់ឲ្យអ្នកផ្ទះឃើញស្ថានភាពរបួសរបស់នាងឡើយលីវឹងក៏និយាយលំលំថាគ្រូសានាងបានចាក់ចេញពីមន្ទីរពេទ្យហើយទើបយ៉ាងនេះដាមេយល់ព្រមត្រឡប់ទៅបន្ទប់វិញដែលអាក្រក់គ្រូសានាងទើបតែដើរចេញមកក្រៅធ្វើឲ្យដាមេភ័យស្លន់ក៏ប្រញាប់អោបដាមេដើម្បីបាំងមុខនាងពេលសម្លឹងមើលស្រមោលគ្រូសាចាក់ចេញទៅដាមេឈឺចាប់យ៉ាងខ្លាំងរហូតយំសឹកសួរស្ទើរតែដាច់ខ្យល់លុះត្រឡប់បន្ទប់វិញដាមេបានសុំទូរស័ព្ទពីលីវឹងដើម្បីខលទៅអ្នកផ្ទះខាងស្រីហើយប្រាប់ម៉ាក់ថាខ្លួនរស់នៅទីនេះសុខសប្បាយជាទេសូមឲ្យពួកគាត់កុំបារម្ភអីនេះពិតជាការលេបទុកវេទនាហើយធ្វើពុតជាមានក្តីសុខប្រាប់អ្នកផ្ទះតែរឿងល្អៗនឹងលាក់បាំងរឿងអាស្រូវបន្ទាប់ពីសាកសួរសុខទុក្ខបងប្អូនរួចនាងក៏ទប់អារម្មណ៍ជឿចាប់មិនបានក៏គ្រប់មុខយំយ៉ាងខ្លាំងតែម្ដងពេលនោះលីវឹងបានទទួលទូរស័ព្ទពីសង្សារបង្ខំឲ្យគេត្រឡប់ទៅផ្ទះវិញគេខឹងទៅពេលដែលមានគេក៏សួរម្ដាយថាតើចង់យ៉ាងម៉េចឲ្យប្រកាសទាំងហើយថាមនុស្សចុះហេតុអ្វីបានជាធ្វើបែបនេះដាក់ខ្លួនទៅវិញប៉ុន្តែអ្នកស្រីធំបានបង្ខំឲ្យលីវឹងទទួលមិនយល់សំដីព្រោះនេះមកពីការគំរាមកំហែងរបស់ម្ដាយទើបគេប្រាប់ម្ដាយថាបន្ទាប់ពីរឿងមួយនេះដើម្បីចង់លេងទេប៉ុន្តែអ្នកស្រីធំបែរជាគិតថារឿងលេងលេះគ្មានថ្ងៃកើតឡើងដាច់ខាតដល់ត្រឡប់មកដើម្បីមានវិបត្តិផ្លូវចិត្តយ៉ាងខ្លាំងពេលនឹកឃើញរូបភាពដែលត្រូវគេវិដំដើម្បីភ័យខ្លាចហើយសម្ដែងដែលអបានលីវឹងជួយគ្រីទាន់លីវឹងក៏ប្រញាប់លួងលោមនាងថាកុំភ័យអីមានបងនៅទីនេះបន្ទាប់មកលីវឹងបានផ្ដាំឲ្យឡើងទៅលើផ្ទះហើយដណ្ដប់ភួយឲ្យនាងយ៉ាងយកចិត្តទុកដាក់អ្វីដែលលីវឹងបានធ្វើចំពោះនាងដើម្បីបានឃើញទាំងអស់ពេលលីវឹងសម្លឹងមើលរកការនៅក្នុងចិត្តពិតជាមានអារម្មណ៍ដឹងខុសចំពោះស្រីម្នាក់នេះយ៉ាងខ្លាំងដើម្បីសួរគេថាហេតុអ្វីបានជាធ្វើបែបនេះដាក់ខ្លួនលីវឹងបែរជានៅស្ងៀមរងាប់ជាដើម្បីស្រីធំបង្ខំហើយប្រសិនបើថ្ងៃជួបគ្នាដំបូងលីវឹងអ្នកទី2ក៏មិនបាច់មកទទួលការជិះចាប់នឹងទីរុនកម្មបែបនេះដែរមិនបាច់ស្មើស្ងាត់រហូតដោយមិនដឹងឆ្លើយតបយ៉ាងម៉េចលីវឹងក៏ក្រោកដើរចេញទៅបន្សល់ទុកឲ្យដាមេនៅម្នាក់ឯងក្នុងបន្ទប់ស្ងាត់ជ្រុងថ្ងៃបន្ទាប់ប្អូនស្រីបានមកដល់ធ្វើឲ្យដាមេភ័យស្លន់ស្លោហើយប្រញាប់បើប្អូនស្រីឃើញមុខរបួសរបស់ខ្លួនតើគួរធ្វើម៉េចទៅខណៈពេលប្អូនស្រីកំពុងរងចាំនៅខាងក្រោមអ្នកស្រីធំក៏បានមកដល់សម្លឹងមើលសម្លៀកបំពាក់ស្រីគេក៏ទីដឹងភ្លាមថាច្បាស់ជាមកគ្រប់ដាមេហើយក៏បានព្រមានថាចូលបន្ទប់គូស្នេហ៍ថ្មីថ្មោងតាមអំពើចិត្តឡើយចំណែកដាមេពួនមើលពីលើផ្ទះមិនហ៊ានបញ្ចេញសម្លេងឡើយខ្ញុំគូទ្វារមុននឹងចូលតែកែយ៉ាងក្រានក៏ចាក់ជោគតតើអ្នកឯងមានមុខមកបន្ទប់ខ្ញុំទៀតអ្នកស្រីធំប្រាប់ថាមិននៅផ្ទះទេរួចក៏ដាមេលូតមើលប្អូនស្រីតាមបង្អួចមិននឹកស្មានថាត្រូវប្អូនស្រីប្រទះឃើញបាត់បងមានបញ្ហាកាំងគីឡូមែនញ៉ាំក៏ធាត់មិនញ៉ាំក៏ធាត់លេបទឹកមាត់ក៏ធាត់និយាយពីថាហាត់ប្រាណផងតមហាផងនៅតែធាត់មកជប់យករាងស្អាតជាមួយនឹង Jessica Body Shape ត្រឹមតែមួយកំប៉ុងដំបងធូរចង្កេះខោបដូរសាយតែម្ដងចង់ស្រក់ប៉ុណ្ណាដែរចង់បានរាងស្លីមប៉ុណ្ណាដែរចង់បានចង្កេះប៉ុណ្ណាដែរចង់បានសាយ S ឬក៏សាយ XS ក៏បានដែរជាមួយនឹង Jessica Body Shape រាងស្លីមស្អាតដៃជើងស្រឡូនដុតជើងខ្លាំងមួយតួខ្លួនតែម្ដងស្រក់លឿនស្លើតែម្ដងជាមួយនឹងស្ដេចវីតាមីនសម្រក់ទម្ងន់ Jessica ដែលជាប្រភេទរូបមន្តស្តង់ដារចេញមកពីប្រទេសបារាំងផ្សំឡើងពីគ្រាប់ធញ្ញជាតិសុទ្ធ 100% បូករួមជាមួយនឹង ingredient ល្អៗដែលសម្រួលដល់ការស្រក់គីឡូបានលឿនជាពិសេសសម្រួលទាំងបញ្ហាសុខភាពថែមទៀតស្រក់គីឡូលឿនរហ័សតាមរយៈការដុតបំផ្លាញជាតិខ្លាញ់ដែលកកស្ទះនៅតាមរាងកាយហើយបញ្ចេញចោលតាមរយៈទឹកនោមនិងការបែកញើសធ្វើឲ្យការសម្រក់ទម្ងន់បានលឿនបែកញើសស្រួលខ្លួនដូចអ្នកហាត់ប្រាណជាពិសេសមិនត្រឹមតែមិនប៉ះពាល់ដល់សុខភាពទេថែមទាំងសម្រួលដល់បញ្ហាកាពះពោះវៀនជួយទៅកាត់បន្ថយនៅចំណាំងអាហារផ្អែមអាហារខ្លាញ់ដែលបណ្ដាលឲ្យងាយក្នុងការធាត់និងកើតមានជំងឺដាច់វីតាមីនដែលស្រក់គីឡូលឿនឆាប់រហ័សក្នុងរយៈពេលខ្លីមិនប៉ះពាល់ដល់សុខភាពសុវត្ថិភាពខ្ពស់ជាពិសេសមិនមានការធ្វើទុកឈឺក្បាលធីងធងរាគួរចង្អើរស្រួលញ៉ាំមែនតើមិនថាប្រុសមិនថាស្រីញ៉ាំបានដូចគ្នាចង់ស្រក់ប៉ុន្មានគីឡូក៏បានដែរឲ្យតែដាក់គោលដៅមកបងអូនចង់ស្រក់ប៉ុន្មានគីឡូ3ទៅ8គីឡូ18គីឡូឬក៏ច្រើនជាងនេះក៏បានដែរអូពិសេសមែនតើមិនត្រឹមតែជួយឲ្យស្រក់គីឡូលឿនទេណាថែមទាំងជួយបងអូនញ៉ាំតិចក៏ប៉ុន្តែឆ្អែតបានយូរម៉ោងទៀតផង Jessica